ជំរាបសួរអ្នកគ្រូលោកគ្រូខ្ញុំបានឈ្មោះគ្រូសុវណ្ណាខ្ញុំបាទមកពីក្លឹបរូបជាដោយដឹកនាំដល់អ្នកគ្រូកញ្ញាហើយប្រធានបទខ្ញុំគឺឧបករណ៍ចាត់សញ្ញាហើយសមាជិករបស់ខ្ញុំមានខ្ញុំបាទឈ្មោះភូកលាំងដែលជាសមាជិកខ្ញុំបាទឈ្មោះកងឌីយ៉ាម៉ងដែលជាសមាជិកខ្ញុំបាទឈ្មោះរឹមនីស្វឡាគឺជាប្រធានក្រុមហើយខ្ញុំបាទឈ្មោះគ្រូសុវណ្ណាគឺជាអនុប្រធានក្រុមជាបន្តបន្ទាប់ខ្ញុំនឹងមកនិយាយអំពីរំបញ្ហាអញ្ចឹងយើងដឹងថាទឹកភ្លៀងគឺជាកត្តាសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងហើយក៏សំខាន់សម្រាប់បរិស្ថានដែរប៉ុន្តែវាក៏អាចបណ្ដាលឲ្យបញ្ហាដែលយើងមិនអាចដឹកស្មានដល់ដូចជាភ្លៀងធ្លាក់ភ្លាមនៅពេលដែលសម្រាប់បង្គោលខ្លះគឺក៏បានត្រៀមទុកមុនទេអញ្ចឹងវាអាចផ្ដល់ពិបាកទៅដល់ការត្រៀមទុកមុនហើយមិនដឹកស្មានដល់អញ្ចឹងឧទាហរណ៍ដូចជានៅពេលដែលឧទាហរណ៍មួយគឺគេដឹងថាការហាកអាវគឺច្រើនមនុស្សនីមួយគឺគេហាកអាវនៅក្រៅអញ្ចឹងនៅពេលដែលភ្លៀងធ្លាក់នៅពេលដែលមនុស្សឬក៏បង្គោលនោះមិនបានត្រៀមទុកមុនគឺភ្លៀងធ្លាក់នៅលើកៅអៅដែលបណ្ដាលឲ្យកៅអៅហ្នឹងវាសើមបណ្ដាលឲ្យខាតពេលវេលាបណ្ដាលឲ្យយើងត្រូវបោកម្ដងទៀតហើយក៏យើងប្រើប្រាស់ថាមពលឬអគ្គិសនីឬក៏សាប៊ូដែលធ្វើឲ្យបាត់បង់ពេលវេលាបាត់បង់ថវិកាដែរអញ្ចឹងដើម្បីដោះស្រាយបញ្ហាមួយនេះគឺក្រុមខ្ញុំបានចូលរួមមតិទាំងអស់បានចូលរួមមតិគឺបង្កើតឧបករណ៍មួយដែលឧបករណ៍នោះគេហៅថាឧបករណ៍ចាប់សញ្ញាអញ្ចឹងមួយវិញទៀតគឺអត្ថប្រយោជន៍នៃការស្រាវជ្រាវរបស់យើងមានដូចជាកាត់បន្ថយការចំណាយទឹកនិងធម្មពលអញ្ចឹងការកាត់បន្ថយចំណាយទឹកនិងធម្មពលហ្នឹងមានន័យថាគឺយើងមិនប្រើទឹកជាច្រើនដងដើម្បីបោកកៅអៅនោះទេយើងប្រើតែម្ដងហើយធម្មពលវិញយើងមិនបាច់ប្រើកម្លាំងមនុស្សយើងដើម្បីបោកជាច្រើនខ្សែនោះទេហើយមួយវិញទៀតគឺចំណុចបន្ទាប់គឺការយកសម្លេងបំពាក់របស់យើងចូលដោយស្វ័យប្រវត្តិអញ្ចឹងមានន័យថាពេលដែលទឹកភ្លៀងប៉ះចំ sensor របស់យើងគឺ sensor របស់យើងនឹងបង្វិលកៅអៅយើងចូលទៅកន្លែងស្ងួតដោយយើងមិនប្រើមនុស្សដើម្បីមកយកហាកៅអៅយើងចូលកន្លែងស្ងួតមួយទៀតគឺចំណេញពេលវេលាអញ្ចឹងមានន័យថាចំណេញពេលវេលាហ្នឹងមានថាពេលដែលយើងអត់នៅផ្ទះយើងនឹងមានកាតព្វកិច្ចទៅខាងក្រៅដូចថាយើងទៅដើរលេងអីផ្សេងមួយពុកម៉ាក់ពេលភ្លៀងមកគឺអត់មានណានៅផ្ទះអញ្ចឹងគឺពេលទឹកភ្លៀងប៉ះជាមួយ sensor របស់យើងគឺវាបង្វិលចូលឲ្យអូតូអញ្ចឹងវាចំណេញពេលវេលាត្រង់ហ្នឹងហើយមួយទៀតគឺកាត់បន្ថយការចំណាយលើធនធានមនុស្សចឹងដើម្បីធ្វើផលិតផលនេះគឺក្រុមត្រូវការសម្ភារៈដូចជា motor driver ឬក៏ដើម្បីសង្គមមួយណាគឺឈ្មោះវាគឺ L293N breadboard ឧបករណ៍ចាប់សញ្ញាទឹកL7805 ឬក៏ដើម្បីឲ្យងាយស្រួលយល់គឺអាហ្នឹងគឺជាឧបករណ៍ដែលភ្ជាប់breadboard ត្រូវការខ្សែភ្លើងឆេកាមកាភ្លើងកៅmicro DC gear motor Arduino Uno ថ្មហើយក៏បិទឥឡូវយើងចូលទៅដល់ដំណើរការរបស់យើងអញ្ចឹងដំណើរការរបស់យើងគឺយើងត្រូវតខ្សែភ្ជាប់ទៅនឹង breadboard ដែលវាអាចភ្ជាប់ទៅនឹង motor driver ហើយនឹង Arduino បន្ទាប់ពីតខ្សែរួចយើងអាចចូលទៅមើលកាន់កូដហើយបញ្ចូលកូដទៅនឹង Arduino បន្ទាប់ពីការបញ្ចូលកូដរួចយើងចូលទៅកាន់ការសង់ផ្ទះហើយនេះគឺជាផលិតផលចុងក្រោយរបស់យើងជាចុងក្រោយខ្ញុំបាទនឹងក្រុមរបស់ខ្ញុំសូមអរគុណដល់អ្នកគ្រូដឹកនាំដែលដឹកនាំក្រុមខ្ញុំដោយប្រព្រឹត្តបានល្អយ៉ាងរលូនដែលធ្វើការងាររបស់ខ្ញុំគឺបានជោគជ័យ